អ្នកហុំព័ទ្ធសម្រាប់មួយក្រុមនិងទូក4គ្រឿងត្រូវបានសមត្ថកិច្ចកងខេមរៈភូមិន្ទឃាត់ខ្លួនកាលពេលរំលងអត្រាថ្ងៃទី4ឈានចូលដល់ថ្ងៃទី5ខែមិនិនាឆ្នាំ2026មានមនុស្សមួយក្រុមនិងទូកចំនួន4ត្រូវបានផាត់ខ្លួនចាក់ស្ដែងនៅខណៈដែលកំពុងធ្វើសកម្មភាពហុំសម្រាកនៅតាមដងទន្លេមួយកន្លែងស្ថិតនៅក្នុងភូមិកំពង់ក្តារឃុំកំពង់ត្រឡាចក្រោមស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងកម្លាំងប្រតិបត្តិការធ្វើឡើងដោយកងខេមរៈភូមិន្ទតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងសហការនឹងកម្លាំងកងខេមរៈភូមិន្ទង70នៅក្នុងរបាយការណ៍នៃលទ្ធផលបង្ក្រាបនោះគឺបានឲ្យដឹងថាកងទ័ពបានឃាត់មនុស្ស12នាក់ទូក4គ្រឿងក្នុងនោះមានទូកឈើចំនួន1គ្រឿងទូកបាឡាស្មាច់ចំនួន3គ្រឿងនិងម៉ាស៊ីន3គ្រឿងហើយត្រូវបានដោះលែងឲ្យទៅផ្ទះវិញបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំឲ្យបញ្ឈប់ធ្វើសកម្មភាពនេសាទខុសច្បាប់បន្តទៀតបច្ចុប្បន្នសាធារណជនសង្កេតឃើញថាជារៀងរាល់យប់នៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងការប្រព្រឹត្តបទល្មើសហុំព័ទ្ធសម្រាប់បាននឹងកំពុងកើតឡើងវិញគួរឲ្យកត់សម្គាល់ជាមួយគ្នានឹងកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយកម្លាំងកងខេមរៈភូមិន្ទចេញបង្ក្រាបជាបន្តបន្ទាប់តែតែនឹងបទល្មើសនេសាទធ្វើឡើងនៅពេលយប់នេះត្រូវបានមតិមហាជនលើកឡើងថាប្រសិនបើគ្មានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចូលរួមដោយឆន្ទៈតម្លាភាពនោះទេការខិតខំបង្ក្រាបពុំសូវមានប្រសិទ្ធភាពតម្លាភាពនិងស្មារតីគ្នាចំពោះមុខច្បាប់នោះទេពលគឺនៅកន្លែងខ្លះធ្វើបានដោយរលូននិងរួចរាល់ខ្លះហើយដែរ